បើកក្បាលដំបងតិចច្រឡំថាទៅសៀមរាបណាវិលចុះវិលឡើងមួយសប្តាហ៍ទៀតបាត់និយាយរួមទៅអាចនិយាយបានថាធ្វើបុណ្យដល់ក៏ថាបានដែរគ្រាន់តែផុសភ្លាមបងស្រីឧបត្ថម្ភវឹបតែម្ដងខ្ញុំផុសវីដេអូមួយឬក៏ផុសអីគឺមិនបាច់ត្រូវការ sponsor មកពីណាទេតែបងស្រីទី2ខ្ញុំនិងអ្នក sponsor ឈុកឆាច់ចឹងទៅផ្សារមកប្រើមកវិញឆ្អិនទៅប៉ុន្តែកាយាវពួកខ្ញុំនេះញ៉ាំនៅផ្ទះវាមិនសូវឆ្ងាញ់ទេតតែញ៉ាំនៅផ្សារអីយ៉ាច្រឡំតញ៉ាំនៅស្រែថាធ្វើបុណ្យដល់ក៏ថាបានថាផ្ដើមចេញពីខ្លួនឯងក៏ថាបានប៉ុន្តែដោយសារតែយើងមានបងស្រីបងថ្លៃរៀងសហការដែរពេលចឹងឃ្លានញ៉ាំអីក៏បានដូចចិត្តដូចគេជប់ឲ្យចឹងហើយចំណងចំណូលចិត្តរៀងដូចគ្នាទៅនិយាយទៅដូចណាត់គ្នាហ្មងប៉ុន្តែមិនដែលមានក្រងអីទេអាឡ័យតែនិយាយហោហែដល់ចាំលក់ដាក់ចានបាតភ្លេចរៀបរាប់ថាធ្វើមិនតោះកាត់ចោលហ្មងតោះមើលតាមជាក់ស្ដែងម្នាក់ម្ដាយម្នាក់មួយជើងខ្ញុំធ្វើទឹកប្រហុករៀបចំបន្លែបងស្រីស្របអាហារបានពីមុខទៅដល់រៀបចំមកដាក់នៅស្រែមានណាបងថ្លៃថាឆ្ងាញ់ជាងនៅសៀមរាបទៀតអូយគ្រាន់តែឮពាក្យមួយម៉ាត់ហ្នឹងចូលភ្លាមហ្មងខ្ញុំប៉ុន្តែទាំងយើងទាំងគេធ្វើអីមួយតែមានគេទៅសើមមិនបាច់ថាស៊ីចូលគឺចូលយកគ្នាតែម្ដងនិយាយលេងសើចអីសំបីតែតកងអត្រាបងខ្ញុំក៏គាត់ថាឆ្ងាញ់ដែរដែលបានញ៉ាំរសជាតិហ្នឹងឯងប៉ុន្តែមិនដឹងបញ្ចូលលេងឬមេនេះមើលតកូនខ្ញុំនេះដឹងហើយសិតលុតជង្គង់ញ៉ាំហ្មងយ៉ាងដែរតែញ៉ាំហើយញ៉ាំម្នាក់មកឆ្អែតហើយរឹងម្នាក់មួយនៅក្រោមដើមឈើមេឃទឹមភ្លៀងហើយជាអូយហើយពូតកងឡានគាត់សារៈការងារទៅគាត់មកអង្គុយនឹងកញ្ចោះដែរព្រោះយប់ឡើងគាត់សារានៅស្រែហ្នឹងហ៎ប៉ុន្តែពួកខ្ញុំអត់ទេគ្រាន់តែមកញ៉ាំអីហើយក៏នាំគ្នាទៅផ្ទះវិញខ្ញុំតើអត់មានកម្មវិធីអីទេប៉ុន្តែសប្បាយ